ខាងលើនេះគឺជា drone សហេតុ136ដែលជា drone អត្តឃាតរបស់ប្រទេសអ៊ីរ៉ង់ដើម្បីធ្វើការវាយប្រហារទៅលើគោលដៅផ្សេងៗអញ្ចឹងថ្ងៃនេះខ្ញុំនាំបងប្អូនទាំងអស់គ្នាមកស្គាល់អំពី drone មួយប្រភេទនេះដែលមានឈ្មោះថាសហេតុ136ហ្នឹងវាគឺជា drone កាមីកាសេ drone ដែលបានប្រើប្រាស់នៅក្នុងសមុទ្រដែលអ៊ីរ៉ង់បានប្រើប្រាស់ច្រើនខ្លាំងមែនទែនហើយជាពិសេសហ្នឹងវាក៏មានភាពល្បីល្បាញដែរដោយសារតែតម្លៃរបស់វាអញ្ចឹងថ្ងៃនេះខ្ញុំនឹងនាំអ្នកនរគ្នាស្គាល់អំពីលក្ខណៈលម្អិតមួយចំនួនរបស់ drone សហេតុ136ហ្នឹងចឹងទូនាទីរបស់ drone សហេតុ136គឺវាមានគោលដៅតែមួយគត់គឺទៅហោះបំបុកគោលដៅរបស់វាគឺឃ្លាំងស្តុកប្រេងឬក៏កន្លែងយោធាផ្សេងៗឬក៏ហេដ្ឋារចនាសម្ព័ន្ធណាមួយដែលអ្នកបញ្ជានឹងគឺបញ្ជាទៅឲ្យវាទៅធ្វើទីមួយគឺវាហោះទៅបំបុកហើយកុំតិចខ្លួនវាតែម្ដងគឺប្រើតែម្ដងទេគឺ drone សហេតុ136នេះលក្ខណៈពិសេសរបស់វាមានរូបរាងត្រីកោណដែលអាចបញ្ជាភ្នែកពីរ៉ាដាបានមួយចំនួនផងដែរចំពោះល្បឿនរបស់វាគឺមិនសូវជាលឿនប៉ុន្មានទេគឺ180 គីឡូម៉ែត្រក្នុង1ម៉ោងហើយចំពោះការហោះរយៈចម្ងាយរបស់វាអាចហោះបានចន្លោះពី1000ទៅ2500គីឡូម៉ែត្រឬក៏អាចទៅលើនឹងដោយអាស្រ័យទៅលើការកែច្នៃបន្ថែមរបស់អ្នកដែលផលិតនឹងចំពោះក្បាលគ្រាប់គឺវាអាចផ្ទុកជាតិផ្ទុះពី30ទៅ50គីឡូក្រាមឯណោះចំណុចខ្លាំងចំណុចខ្សោយរបស់វាគឺចំណុចខ្លាំងគឺទី1គឺវាជាប្រភេទ drone មួយប្រភេទជាប្រភេទ drone មួយប្រភេទដែលវាអាចមានតម្លៃគឺធូរថ្លៃគឺចន្លោះពី$20000ទៅ$50000ក្នុងមួយគ្រឿងតែប៉ុណ្ណោះហើយមួយទៀតគឺលក្ខណៈពិសេសរបស់វាគឺគេប្រើវាច្រើនខ្លាំងមែនទែននៅពេលដែលវាចេញប្រតិបត្តិការម្ដងដើម្បីបញ្ជាអំពីការចាប់បានដោះប្រព័ន្ធរ៉ាដាមានន័យថានៅពេលដែលហោះតិចគឺរ៉ាដាចាប់បានតែបើហោះច្រើនគឺរ៉ាដាអាចថាចាប់អត់បានឬក៏វាអាចមានបញ្ហាថងអស់គ្រាប់បាញ់អញ្ចឹងទៅដោយសារតែកាលណាហោះច្រើនរ៉ាដាវាចាប់ច្រើនពេកអត់បានទេអញ្ចឹងអាចមានការធ្លាក់ខ្លាំងដោយសារតម្លៃវាថោកអញ្ចឹងគេប្រើវាម្ដងគឺច្រើនខ្លាំងមែនទែនខ្សោយរបស់វាគឺវាមានសំឡេងលឺខ្លាំងមែនទែនហើយជាពិសេសនោះគឺវាហោះទាបអាចនឹងធ្វើឲ្យសត្រូវងាយឃើញហើយនឹងបាញ់ទម្លាក់ដោយកំភ្លើងយន្តធន់ស្រាលក៏បានដែរចឹងក្នុងសង្គ្រាមសម័យទំនើបគឺ drone សហេតុ136គឺជា drone មួយប្រភេទដែលធ្វើឲ្យមានឈ្មោះល្បីល្បាញមែនទែនក្នុងសង្គ្រាមបច្ចុប្បន្ននេះដោយសារតែវាមានតម្លៃធូរថ្លៃហើយវាទៅបំបុកគោលដៅបានមួយចំនួនផងដែរជាក់ស្ដែងទៅដូចសង្គ្រាមសពថ្ងៃហ្នឹងគឺរវាងអ៊ីស្រាអែលនិងអ៊ីរ៉ង់អញ្ចឹងអ៊ីរ៉ង់បានប្រើ drone សហេតុ136នឹងច្រើនមែនទែនហើយបោះទៅគឺច្រើនហើយក៏ drone នេះលឺសំឡេងខ្លាំងផងដែរជាក់ស្ដែងដូចនៅវីដេអូខាងលើនេះចឹងបើសិនជាអ្នកនរចូលចិត្តកុំភ្លេចចុច like ចុច share ជួបគ្នាវីដេអូក្រោយបាយបាយ